ជំរាបសួរពុកម៉ែបងប្អូននិងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែកម្លែកនៅវីដេអូខ្លីមួយដែលពាក់ព័ន្ធជាមួយនឹងការចុះទៅទស្សនកិច្ចរបស់សិស្សនិស្សិតនៃសាកលវិទ្យាល័យបេធីអន្តរជាតិដែលបានចុះទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីកសិកម្មនិងដាំកូនឈើនៅតំបន់អភិវឌ្ឍកសិទេសចរណ៍មង្គលធីសែនជ័យហើយឈុតដំបូងគេដែលសបង្ហាញខាងដើមហ្នឹងគឺជាសកម្មភាពនៃការinterview ឬក៏ការណែនាំអំពីថ្នាក់ដឹកនាំកម្ពុជារបស់សាលាបេធីក៏ដូចជាស្ថាបនិករបស់រមណីយដ្ឋានកសិទេសចរណ៍មង្គលធីសែនជ័យផងដែរទន្ទឹមនឹងនេះដែរគឺជាសកម្មភាពនៃការធ្វើដំណើរមកដាំឈើបន្ទាប់ពីនោះមកក៏ជាសកម្មភាពនៃការដាំឈើដែលជាកូនឈើគេហៅដើមក្របែកដែលដើមឈើនេះមានរូបរាងធំនៅមុខមន្ទីរពេទ្យអង្គ4ដែលនៅលើផ្លូវខាងមុខហ្នឹងគឺដើមធំហ្នឹងហើយបាទហើយសកម្មភាពនេះគឺជាថ្នាក់ដឹកនាំបងប្អូននិងសិស្សានុសិស្សទាំងអស់បានចុះមកដាំបាទហើយបងប្អូនសកម្មភាពសិស្សានុសិស្សហ្នឹងមានចំនួនដល់ទៅ400នាក់400រូបជាងបាទហើយសកម្មភាពនេះគឺសូមបង្ហាញអំពីការសាមគ្គីភាពក្នុងការដាំនៅកូនឈើដើម្បីជាម្លប់ជាវត្ថុតាងសម្រាប់ឲ្យកូនចៅចំនួនក្រោយបានទស្សនានិងបានឃើញអំពីដើមឈើដ៏កម្រដែលមានជីវិតរស់នៅលើទឹកដីកម្ពុជាយើងក៏ដូចជានៅទឹកដីនៃខេត្តកំពង់ស្ពឺផងដែរបាទហើយការដាំនេះប្រកបទៅដោយភាពសាមគ្គីគ្នានិងសប្បាយរីករាយផងដែរបាទទន្ទឹមនឹងយើងដាំឈើហើយយើងក៏បានជិះនៅគេហៅថារចនាគិសនីដើម្បីទៅទស្សនកិច្ចជុំវិញនៅតំបន់នោះផងដែរបាទហើយនៅតាមដងផ្លូវរបស់លោកញ៉ាមង្គលធីនេះក៏មានដាំឈើម៉ៃសាអីជាច្រើនដែរដែលជាប្រភេទដើមឈើដ៏កម្របាទហើយដើមឈើនេះគឺកាត់នឹងគាស់ពីកន្លែងមួយយកមកដាក់កន្លែងមួយហើយរៀបជាជួរអញ្ចឹងណាតាមដងផ្លូវតាមមាត់ស្រះអញ្ចឹងទៅហើយទន្ទឹមនេះដែរនេះគឺជាទស្សនវិជ្ជាដែលមើលអំពីនៅលើភ្នំដែលជាផ្ទះរបស់លោកញ៉ាដឹកមង្គលធីបាទដែលយើងមើលពីលើមកឃើញថាទំហំនៃផ្ទៃដីក៏ដូចជាការមើលឃើញនៅវាលស្រែដ៏ធំល្វឹងល្វើយបាទមានតែប៉ុណ្្នឹងទេអរគុណ